បុរសម្នាក់នេះគ្រាន់តែជីកដីមួយជុកភ្លាមក៏មានអារម្មណ៍ថាដូចជាជីកចុះមកវិញម្យ៉ាងប៉ុន្តែពេលដែលគាត់ចុះទៅពិនិត្យមើលស្រាប់តែត្រូវចរន្តអគ្គិសនី 100000 វ៉ុលឆក់យកតែម្ដងនឹកស្មានមិនដល់ថាពេលដៃទាំងពីររបស់គាត់ប៉ះដីរឿងដ៏អស្ចារ្យក៏បានកើតឡើងដៃទាំងពីររបស់គាត់ស្រាប់តែអាចដឹងពីទីតាំងកំណប់នៅក្រោមដីបាននៅក្រោមដីជម្រៅ3ម៉ែត្រមានក្រដាសប្រាក់50ដំឡឹងនៃសម័យរាជវង្សមេងមួយសន្លឹកគាត់ស្មានថាខ្លួនឯងត្រូវភ្លើងឆក់ដល់ថ្នាក់វង្វេងស្មារតីតែលទ្ធផលនៅវិនាទីបន្ទាប់ស្រាប់តែក្រដាសប្រាក់មួយសន្លឹកនោះហោះចេញពីក្រោមដីមកកាន់ដៃគាត់ទើបគាត់ដឹងថាគាត់មានសមត្ថភាពចាប់យកវត្ថុពីជំងាយផងដែរស្របពេលនោះដែរមេការឈ្មោះឡាវ៉ាងឃើញគាត់ជីកដាច់ខ្សែភ្លើងក៏ព្រមកាត់ប្រាក់ខែគាត់មួយខែតែម្ដងបរិះកំឡោះទ្រាំលេងបាននឹងការមើលទឹកមុខគេហើយក៏សុំឈប់ធ្វើការភ្លាមរួចមកហាងលក់វត្ថុបុរាណដើម្បីលក់ក្រដាសប្រាក់នោះហើយគេគ្រាន់តែឃើញភ្លាមក៏ដឹងថាជារបស់សម័យមេងពិតប្រាកដមែនក៏ហ៊ានឲ្យតម្លៃខ្ពស់ដល់ទៅ20000បន្ទាប់មកគាត់ក៏ប្រញាប់យកលុយដែលរកបានទៅបង់ថ្លៃពេទ្យឲ្យពុកតែពេលដឹងថាថ្លៃព្យាបាលបន្តត្រូវការយ៉ាងហោចណាស់10លានគាត់ក៏ទៅកាន់តំបន់បុរាណដ្ឋានដើម្បីស្វែងរករបស់មានតម្លៃបន្តទៀតគ្រាន់តែស្ទាបភ្លាមក៏ត្រូវរបស់ក្រោមដីបញ្ចេញកម្ដៅក្តៅដល់ដៃកន្លែងនេះគ្មានរបស់ល្អទេទើបគាត់សាកល្បងម្ដងទៀតនឹកស្មានមិនដល់ថាក្រោមដីជម្រៅ5ម៉ែត្របែរជាមានកាក់ស្ពាន់សម័យតាឈុងចំនួន2គាត់ក៏ប្រើធម្មពលស្រូបយកពួកវាចេញមកភ្លាមប៉ុន្តែនៅពេលនោះដែរមហាសេដ្ឋីដែលជំនាញខាងវត្ថុបុរាណបានដាក់កាត់គាត់គ្រាន់តែក្រឡេកឃើញកាក់ក្នុងដៃបរិះកំឡោះក៏ដឹងថាមានតម្លៃមិនធម្មតានេះគឺជាកាក់ស្ពាន់នៃរាជវង្សតាឈុងពិតមែនហាលោកពិតជាអ្នកជំនាញមែនសេដ្ឋីបាននិយាយថារាជវង្សតាឈុងនេះមិនសូវមានកត់ត្រាក្នុងប្រវត្តិសាស្ត្រទេព្រោះសាងសង់បាន10ឆ្នាំក៏ត្រូវរលាយទៅវិញដូច្នេះកាក់ស្ពាន់នេះពិតជាមានតម្លៃសម្រាប់អ្នកប្រមូលទិញគាត់ក៏សម្រេចចិត្តឲ្យតម្លៃ1លានទិញយកតែម្ដងអ្នកណាទៅដឹងថាតាមផ្លូវត្រឡប់ទៅផ្ទះស្រាប់តែមានម្នាក់រត់មកបុកគាត់ឲ្យដួលធ្វើឲ្យដៃរបស់គាត់មានប្រតិកម្មភ្លាមស្អីគេនឹងឆក់បែបនេះឬមួយកន្លែងនេះក៏មានកំណប់ដែរអាកំឡោះអញជីយ៉ាងម៉េចនឹងបុកជើងអញពីការហើយឃើញទេសងលុយមកច្បាស់ណាស់ថាអ្នកឯងរត់មកបុកខ្ញុំខ្លួនឯងហើយហ៊ានឲ្យខ្ញុំសងទៀតអ្នកឯងគិតស្អីនឹងយីអាកំឡោះនេះឯងបុកគ្នាពួកយើងហើយមិនប្រញាប់ជូនទៅពេទ្យទេចង់រត់មែនទេប្រញាប់សងលុយមកហេខ្ញុំដូចជាមានអារម្មណ៍ថាពួកឯងនេះរៀបគម្រោងបន្លំធ្វើឡានបុកដើម្បីទារលុយទេដឹងអាយ៉ាត្រូវវាដឹងតន់ទៀតអញ្ចឹងក៏បានពួកយើងមិនបាច់សម្ដែងទៀតទេមានលុយមិនត្រូវបញ្ចេញឲ្យគេឃើញទេយោទេមុននេះពួកយើងđãកាត់ហាងលក់វត្ថុបុរាណនោះឃើញថៅកែវេលុយឲ្យឯង200,000ឯងឆាប់យកលុយទាំងនោះមកឲ្យពួកយើងរឿងថ្ងៃនេះចាត់ទុកថាចប់ត្រឹមនេះបើមិនអញ្ចឹងទេមួយជីវិតចុងក្រោយរបស់ឯងដឹងតែអង្គុយលើទេរុញហើយត្រូវហើយប្រញាប់ប្រគល់លុយមកបើមិនចង់ពិការទេនោះយ៉តបងលុយមកហាពួកឯងប្លន់គេទាំងកណ្ដាលថ្ងៃចេះនឹងហេមិនខ្លាចប៉ូលីសចាប់ទេអីយីរឿងប៉ូលីសចាប់ពួកអញចូលប៉ុស្តិ៍រាប់រយដងហើយអញរាប់ដល់3ប្រញាប់ប្រគល់លុយមកបើមិនអញ្ចឹងទេអញរាប់ជំនួសឯង3 2 1ដាក់វាទៅមើលទៅបើមិនវាឲ្យពិការមិនព្រមឲ្យលុយទេមើលទៅអូយមកហើយអញមុននេះកាត់អីហ្នឹងមិនបានបងធំដួលអញ្ចឹងតាមពិតដៃរបស់ខ្ញុំមិនត្រឹមតែអាចមើលឃើញកំណប់ក្រោមដីទេថែមទាំងមានកម្លាំងខ្លាំងក្លាបែបនេះទៀតផងអញ្ចឹងខ្ញុំខ្លាចអីទៀតណែបងប្រុសមិនអីទេហេអូយកុំមកគ្រាអញចង្កេះអញដូចជាចង់បាក់ហើយអញសុំសម្រាប់បន្តិចសិនហាពួកឯងចូលមកទាំងអស់គ្នាមកវីគាត់ទៅខ្លាចអេវ៉ាយគ្នាយើងច្រើនហើយនៅតំបន់យើងទៀតទោះអាមួយនេះវាខ្លាំងប៉ុណ្ណាក៏វាទប់មិនជាប់នឹងគ្នាយើងច្រើនដែរវៃវាត្រូវហើយបងធំនិយាយត្រូវបងប្អូនទាំងអស់គ្នាចូលព្រួតវាហាអូយចប់ហើយបងធំលើកនេះយើងជួបរបស់ពិតហើយអាម្នាក់នេះចេះក្បាច់គុណតែវាដូចដែកអញ្ចឹងវាមិនឈ្នះទេរត់ទៅចាំផងចាំខ្ញុំផងហាយ៉ាងម៉េចដែរនៅហ៊ានទាលុយទៀតអត់បងប្រុសខ្ញុំខុសហើយខ្ញុំសន្យាថានឹងកែខ្លួនឈប់ធ្វើរឿងបែបនេះទៀតហើយខ្ញុំមិនអីទេខ្ញុំសងលុយវិញខ្ញុំមានលុយលើឡានប៉ុន្មានឲ្យបងទាំងអស់មានតែប៉ុណ្្នឹងទេសូមបងប្រុសមេត្តាផងថ្ងៃក្រោយត្រូវចេះធ្វើចរិតឲ្យល្អបើឲ្យខ្ញុំឃើញពួកឯងដើរធ្វើបាបគេធ្វើរឿងអាក្រក់ទៀតខ្ញុំមិនលើកលែងឲ្យទេបាទខ្ញុំនឹងចាំទុកឆាប់ប្រមៀលចេញទៅចាំមើលក្រោមដីនេះមានស្អីបានជាធ្វើឲ្យដៃខ្ញុំឈឺបែបនេះក្រោមដី1ម៉ែត្រជាដុំអត់ក្រោមដី5ម៉ែត្រសម្រាប់ផ្លាស្ទិកក្រោមដី15ម៉ែត្រជាដាវសម្រិតសម័យស៊ីជើវ៉ាតាមពិតជាដាវសោះមិនទេដែលមុននេះដៃខ្ញុំមានអារម្មណ៍ថាឈឺដូចមុតថាមពលបូមយកចេញមកមុតដូចកសក់ដាវល្អមែនហើយជាដាវសម្រិតទៀតបើលក់ប្រហែលជាបានលុយមិនតិចទេប៉ុន្តែបើលក់ឲ្យថៅកែមកយន្តគាត់ប្រហែលជាគ្មានលុយគ្រប់ទិញយកទេទៅសួរនៅផ្សារលក់វត្ថុបុរាណល្អជាងណែក្មួយប្រុសពូឃើញក្មួយអប់របស់មួយតើជាវត្ថុមានតម្លៃចង់បញ្ចេញមែនទេខ្ញុំមានដាវមួយដើមធ្វើពីសំរិទ្ធពូហ៊ានទិញអត់អញ្ចឹងក្មួយត្រូវតែដាក់របស់មកឲ្យពូមើលសិនទើបដឹងដាវរបស់ក្មួយនេះមិនសូវមានតម្លៃទេយ៉ាងច្រើន$200
ពូចង់និយាយលេងមែនទេពូនិយាយត្រង់ណាបើក្មួយមិនពេញចិត្តពូថែមឲ្យ100ទៀតតាមពិតដាវសម្រិតក្នុងដៃក្មេងនេះជារបស់សុទ្ធប៉ុន្តែមុខវាមិនដែលឃើញសោះមិនដែលឃើញនៅផ្សារវត្ថុបុរាណនេះទេប្រហែលជាអ្នកថ្មីហើយត្រូវតែរកវិធីទិញយកដាវនេះក្នុងតម្លៃថោកបំផុតហើយកែម្នាក់នេះគិតថាខ្ញុំមិនចេះអីសោះមែនទេសំណាងល្អដែលដៃខ្ញុំអាចដឹងថារបស់នេះគឺជាសម្រិតផលិតនៅសម័យស៊ីចៅប្អូនប្រុសបងឃើញប្អូនចង់លក់មែនទែនហើយរបស់នេះក៏គ្រាន់តែជារបស់คล้ายៗអញ្ចេះចុះបងថែមលុយឲ្យតិចទៀតតម្លៃដាច់$500លក់ឲ្យបងទៅដាវសម្រិតមួយដើមហ៊ានឲ្យ500ពួកបងពិតជាហ៊ានកាត់ថ្លៃមែនលក់ឲ្យខ្ញុំមកខ្ញុំឲ្យ$2,000គិតអីហ្នឹង$2,000នេះជារបស់คล้ายៗច្បាស់ណាស់លក់បាន$2,000ក៏សំណាងហើយតាឡាវដាវសម្រិតល្អមួយដើមឲ្យគេតែ$2,000ឯងមិនខ្លាចរន្ទះបាញ់ទេអីនៅផ្សារវត្ថុបុរាណនេះមនុស្សដែលឯងបោកមានតិចណាស់មែនទេតាវនេះល្អណាស់យ៉ាងណាក៏មានតម្លៃខ្ទង់2ទៅ30000ដែរអញ្ចេះចុះក្មួយពូឲ្យ30000លក់ឲ្យពុំគុំលក់ឲ្យពួកវាស្គាល់គ្នាទេយីតាមអាប់នេះឯងមិនចេះលេងសោះនាំគ្នាត្រូវរើអស់ហើយខ្ញុំមិនលក់ទេណែកុំអាលអីប្អូនប្រុសតម្លៃអាចចរចាគ្នាបានតើពួកឯងទាំង3នេះគិតតែពីរឿងបោកប្រាស់ប្អូនប្រុសនេះថាគេមិនដឹងអីហាលោកម្ចាស់ចេញមកហើយប្អូនប្រុសនិស័យមែនពួកយើងបានជួបគ្នាទៀតហើយដាវសម្រិតមួយដើមនេះពួកវាចេះតែទម្លាក់ថ្លៃអញ្ចេះចុះខ្ញុំឲ្យតម្លៃពិតតែម្ដង5លានច្រើនយ៉ាងនេះទោះបីដឹងថាដាវសម្រិតមានតម្លៃប៉ុន្តែក៏មិននឹកស្មានថាថ្លៃកប់ពុកយ៉ាងនេះដែរ5លានដាវសម្រិតនេះខ្ញុំបានចាប់អារម្មណ៍តាំងពីនៅឆ្ងាយម្លេះជារបស់សុទ្ធអញ្ចឹងតើប្អូនព្រមលក់ទេខ្ញុំព្រមលក់ល្អអញ្ចឹងខ្ញុំវេលុយឲ្យឥឡូវនេះកាន់នេះបានទទួលប្រាក់$5លានគត់នៅមានទៀតណាប្អូនប្រុសលើកមុនខ្ញុំបានប្រាប់ប្អូននៅឯសួនច្បារហើយតើបើមានរបស់ល្អតាក់ទងខ្ញុំផ្ទាល់តែម្ដងទៅមិនចាំបាច់មកកន្លែងបែបនេះទេអីវ៉ាន់លក់នៅតូបទាំងនេះសុទ្ធតែរបស់คล้ายៗហើយអ្នកទិញវិញសុទ្ធតែពួកចង់ចំណេញក្បាលកាក់ខ្ញុំភ្លេចបាត់ខ្ញុំចង់សួរថាតើប្អូនបានដាវនេះមកពីណាបើខ្ញុំប្រាប់ថាខ្ញុំមានសមត្ថភាពពិសេសក្នុងការមើលកំណប់ពឹងលើដៃទាំងពីរនេះអាចចាប់បានទីតាំងដែលមានកំណប់យ៉ាងច្បាស់ហើយជីកយកវាបានយ៉ាងសុក្រិតមិនដឹងថាលោកជឿអត់ទេហាល្អបើប្អូនពិតជាមានសមត្ថភាពនេះមែនរបស់ដែលប្អូនរកបានខ្ញុំនឹងទទួលទិញទាំងអស់ទៅសិនហើយណែប្អូនប្រុសឯងនឹងលោកម្ចាស់ចេនមានទំនាក់ទំនងអីមើលទៅគាត់ដូចជាពេញចិត្តឯងខ្លាំងណាស់ហេមិនប្រាប់ទេប្អូនប្រុសមិញនេះពួកបងមិនដឹងសុំទោសផងណាកុំប្រកាន់ពួកបងអីណាបានហើយមិនប្រកាន់ទេតោះប្អូនប្រុសទៅញ៉ាំបាយជាមួយគ្នាអត់ញ៉ាំទេពួកឯងនេះចេះចាប់អត់បើទាញខ្ញុំទៀតខ្ញុំខឹងហើយណាអូយភ្លើងពណ៌លឿងមិនមែនទេមិនមែនច្រឡំទេក្រោមដីនេះមានរបស់ល្អក្រោមដី1ម៉ែត្រសម្បកផ្លែឈើក្រោមដី2ម៉ែត្រថង់មីកញ្ចប់ក្រោមដី5ម៉ែត្រអំពូលភ្លើងខូចក្រោមដី10ម៉ែត្រថ្មពើចាស់ក្រោមដី50ម៉ែត្ររូបភាពផ្កាឈូកពណ៌ឈាមក្រោមដីនេះមានទាំងសម្បកផ្លែឈើនិងថ្មពើចាស់ជាសម្រាមប៉ុន្តែរូបភាពផ្កាឈូកពណ៌ឈាមនេះប្រហែលជាមូលហេតុដែលធ្វើឲ្យដៃខ្ញុំបញ្ចេញពន្លឺពណ៌ឈាមមុននេះហើយណែប្អូនប្រុសមិញនេះពួកយើងទីងឯងគឺចង់ប្រាប់ថាខាងមុខជើងឯងមានសម្បកចេកដួលមិនអីទេមែនទេខ្លួនខ្ញុំមិនមែនជាដប់ទឹកទេតែដួលបែកនោះឥឡូវនៅថ្ងៃចេះនៅទីនេះមានមនុស្សច្រើនចាំយប់នេះចាំមកយកឯងចេញមកទៅសិនហើយអ្នកនៅផ្សារវត្ថុបុរាណនេះឈប់សម្រាកយប់ជ្រៅមែនដល់ពាក់កណ្ដាលអាធ្រាត្រហើយថាមពលស្រូបយកជួយផងសំឡេងស្អីគេហ្នឹង